ចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីវិធីនៃការវិនិច្ឆ័យណាចាថ្ងៃហ្នឹងខ្ញុំងើបពីព្រលឹមងើបភ្លាមគ្រូសាស្ត្រខ្ញុំគាត់កាត់ស្លឹកចេកព្រោះឯផ្ទះខ្ញុំមានដាំដើមចេកច្រើនណាស់នៅក្រោយផ្ទះអញ្ចឹងគាត់កាត់ហើយគាត់ហាលព្រោះយើងត្រូវហាលវារៀងស្ពាប់សិនណាមុនយើងយកវាទៅវិចបន្ទាប់ពីកាត់ស្លឹកចេកហើយបានខ្ញុំចាប់ដើមទៅផ្សារហើយឥឡូវនេះខ្ញុំមកពីផ្សារវិញហើយខ្ញុំចាប់ដើមចាក់ស្ដែកហ្នឹងបងប្អូនលាងវាពី3ទឹកទៅឲ្យវាអស់អាជាតិពណ៌លឿងហ្នឹងអស់ជាតិពណ៌លឿងហ្នឹងហើយចាំយើងដាក់ត្រាំវាចោលខ្ទង់ប្រហែល1ម៉ោងអីទៅយើងត្រាំវាអញ្ចឹងទៅវាឆាប់ឆ្អិនណាចាបន្ទាប់ពីខ្ញុំលាងវាស្អាតហើយពី3ទឹកហើយខ្ញុំដាក់ត្រាំវាហើយបានខ្ញុំទៅចាត់ការផ្នែកអង្គម្ដងព្រោះអង្គក៏យើងត្រូវការត្រាំវាដូចគ្នាដែរហើយខ្ញុំធ្វើដូចគ្នាអញ្ចឹងគឺខ្ញុំលាងវាស្អាតចាឥឡូវនេះយើងមកមើលអង្គហ្នឹងខ្ញុំទិញនៅកន្លែងជ្រូកអង្គហើយគាត់ថាអង្គហ្នឹងអង្គខ្មែរមួយថងដូចជា12000 2គីឡូស្ដែក1គីឡូហើយអង្គ2គីឡូអង្គហ្នឹងល្អមែនព្រោះម្ដងខ្ញុំគាត់ពេជ្រហ្នឹងខ្ញុំពេជ្រអង្គរបស់ថៃក៏លូនទៅដូចគ្នាដែរព្រោះគេថាពេជ្រអាហ្នឹងឆ្ងាញ់តែលើនេះខ្ញុំពេជ្រអង្គរបស់ខ្មែរយើងឆ្ងាញ់ដូចគ្នានិយាយទៅឆ្ងាញ់ហ្មងអង្គគេល្អហើយយើងគ្រប់គ្រងរបស់ខ្មែរចាឥឡូវខ្ញុំចាប់ផ្ដើមវិច័យប៉ុន្តែមិនខ្ញុំអ្នកវិចណាគឺភាសាខ្ញុំព្រោះគាត់ថាគាត់អ្នកធានាអ្នកវិចចាកូនភាសាប្រុសគាត់ចាប់តាមវិចដំបូងយើងដាក់អង្គសិនដាក់អង្គហើយបន្ទាប់មកយើងដាក់ស្ដែកហើយយើងដាក់ស្នូលហើយស្នូលហ្នឹងបងប្អូនប្រឡាក់តិចទៅយើងលីងខ្ទឹមឲ្យឈ្ងុយហើយដល់មកយើងយកទៅបុកហើយយើងហាន់សាច់ជ្រូកហ្នឹងសាច់ជ្រូក3ជាន់ហើយយើងដាក់ប៊ីចេងអំបិលម្រេចដាក់ឲ្យច្រើនតិចទៅម្រេចឆ្ងាញ់ដាក់ទៅវាឈ្ងុយយើងដាក់ចូលទៅប៉ុណ្្នឹងទៅយើងផ្អាប់ទុកវាប្រហាក់ប្រហែលនឹងអង្គដែរទៅហើយចាំយើងយកវាមកវិញចឹងអ្នកកូនភាសាប្រុសវិចបានមួយតែដឹងមកទេនិយាយទៅសំហ្នឹងអត់យល់ហាងដែរពេលគាត់វិចហើយសំហ្នឹងដូចជាខ្លីៗមិនសំដូចជាខ្លីតបងគេចងវាhìnhធូចឹងនេះគេចងកដាលគេhìnhធូហើយបន្ទាប់មកបានគេបត់ក្បាលលើក្បាលក្រោមហើយបានគេចាប់ដើមចងវារឹតតែគេវិចអស់ហ្នឹងបានគេចាប់ដើមចងម្ដងទៀតហើយយើងដាក់កំហុកបានដើម្បីកុំឲ្យទឹកចូលណាយើងត្រូវគ្របអាកន្លែងក្បាលហ្នឹងយើងគ្របវាបានល្អតាមចឹងទឹកចូលគាត់ដងមីងខ្ញុំមួយម៉ាក់ខ្ញុំគាត់មកជួយវិចតែនេះខ្ញុំចង់រៀនវិចខ្លួនឯងអញ្ចឹងហើយវាពិតជាពិបាកមែនសម្រាប់ខ្ញុំហើយក៏សម្រាប់គ្រួសារខ្ញុំគាត់គាត់ថាវារៀងពិបាកដែរដោយសារយើងបុកអង្គយើងវិចហើយយើងត្រូវបុកអង្គហ្នឹងពេលគាត់បុកណែនពេកទៅពេលយើងស្ងោរវាមានបញ្ហាមួយចំនួនដែរចាវារៀងផេះពេលស្ងោរហើយចាំវីដេអូក្រោយឥឡូវយើងមើលពីរបៀបវិចសិនចឹងអត់អីទេការវិចសមកតែយើងវិចខ្លួនឯងបានម្ដងពីរដងទៅយើងមានភាពជឿជាក់ចឹងលើក្រោយខ្ញុំជឿជាក់ថាខ្ញុំវិចល្អជាងនឹងធ្វើបានល្អជាងនឹងហើយចាំតិចទៀតខ្ញុំបង្ហាញវិចសដែលខ្ញុំវិចម្ដងចាវិចសដែលខ្ញុំវិចនេះវិចសដែលខ្ញុំវិច